ថ្ងៃនេះគ្រូមានពាក្យកន្លឹះ5មកចែករំលែកចឹងពាក្យទី1តើតើនឹងបំណិនហ្នឹងគឺមានន័យថាជំនាញឬសមត្ថភាពដែលកើតឡើងតាមរយៈការអនុវត្តជាប្រចាំពាក្យទី2នោះគឺទេពកោសល្យគឺសមត្ថភាពពិសេសពីកំណើតឬដែលត្រូវបានអភិវឌ្ឍយ៉ាងលេចធ្លោហើយពាក្យទី3នោះគឺការបណ្ដុះបណ្ដាលមានន័យថាការផ្ដល់ចំណេះដឹងនិងជំនាញដល់បុគ្គលម្នាក់ៗឲ្យកាន់តែប្រសើរពាក្យទី4នោះគឺភាពអត់ធ្មត់នោះគឺមានន័យថាសមត្ថភាពទ្រាំទ្រការលំបាកនិងឧបសគ្គដោយមិនចុះចាញ់ដូចរឿងកន្លងไปលើទៅឃើញចែកចិត្តវេទនាហ្នឹងហើយការវត្តខ្លួនការពង្រឹងចំណេះដឹងបំណិននិងគុណធម៌ឲ្យរីកចម្រើនជាបន្តបន្ទាប់បងអាចមើលតាមរយៈរឿងសឹមអ្នកបរឡានឃើញសឹមធ្វើថាមានជំនាញជាអ្នកបាក់បរឡានក៏ដោយប៉ុន្តែគាត់ទៅតែអភិវឌ្ឍខ្លួននៅតែអានកសែតជារៀងរាល់ថ្ងៃរាល់ពេលតនេឃើញទេហើយសម្រាប់ថ្នាក់ទី12ឆ្នាំថ្មី2027គ្រូចាប់ផ្ដើមទទួលចុះឈ្មោះចូលរៀននៅខែ9ចាប់ផ្ដើមខែ9ថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយក្នុងមួយខែហ្នឹង$25អញ្ចឹងអាចតាក់ទងមកពេកបាន